ខឹងយើងចាត់ការទៅបោះទៅខ្ញុំគាំទ្រអ្នកឯងចោលសារ៉ាមិនគេរឹកគេមើងងាយជិះម៉ូតូអត់បោះភ្លុកជាប់ទ្រូងផ្លូវអាហ្នឹងក៏តាមចាប់ដែរបាទអនុញ្ញាតគ្រប់ជម្រាបសួរទ្រង់ឯកឧត្តមលោកជំទាវលោកស្រីពុកម៉ែបងប្អូនអង្គពូមីងយាយតាទាំងអស់ដែលបានទស្សនានៅវីដេអូរបស់ខ្ញុំនេះឲ្យបានជាព័ត៌មានដែរថាបាទពុកម៉ែបងប្អូនបាទគឺខ្ញុំបានធ្វើដំណើរពីផ្ទះរបស់ខ្ញុំបាទចេញទៅទីរួមនៃស្រុកកកខេត្តពោធិ៍សាត់នេះបាទពុកម៉ែបងប្អូនគឺខ្ញុំបានសម្លឹងឃើញថាតាមបណ្ដាផ្លូវបាទពីផ្ទះខ្ញុំទៅពីឃុំថ្នុតជុំទៅណាពុកម៉ែបងប្អូនរហូតខ្ញុំធ្វើដំណើរទៅដល់ទីរួមស្រុកកកបាទពុកម៉ែបងប្អូនគឺឃើញថាតាមបណ្ដាផ្លូវរបស់យើងនេះគឺស្អាតខ្លាំងមែនទែនតែម្ដងសម្រាប់បច្ចុប្បន្ននេះមិនថាឡើយសម្រាប់មួយគ្រាប់បាទពុកម៉ែបងប្អូនសំបីតែនៅលើដងវិថីបាទគឺស្អាតខ្លាំងមែនទែនតែម្ដងគឺលំអទៅដោយសួនលំអទៅដោយភ្លើងលំអនិយាយរួមទៅទំបីតែការរៀបចំមុខផ្ទះបាទពុកម៉ែបងប្អូនដែលធ្លាប់តែចតឡានចតម៉ូតូអត់ចង់កើតណាពុកម៉ែបងប្អូនឥឡូវនេះទលីស្អាតខ្លាំងមែនទែនបាទដោយសារតែប្រមុខថ្នាក់ដឹកនាំរបស់យើងបាទគឺលោកបានខិតខំខ្លាំងមែនទែនបាទជាពិសេសអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បាទឯកឧត្តមខូចរំដាខ្ញុំតែងតែលើគាត់ប្រកាសជារឿយៗតាក់ទងនឹងសម្រាប់តាក់ទងនឹងបរិស្ថាននឹងតែម្ដងហើយបើសម្រាប់ស្រុកខ្ញុំវិញពុកម៉ែបងប្អូនគឺខ្ញុំបានឃើញបាទដោយផ្ទាល់ភ្នែកខ្ញុំតែម្ដងអភិបាលនៃគណៈអភិបាលស្រុកគឺលោកប្រឹងប្រែងខ្លាំងមែនទែនពេលខ្លះទៅខ្ញុំឃើញឬសម្រាប់នៃខ្លួនឯងបាទពុកម៉ែបងប្អូនដូចនេះហើយសូមសំណូមពរបាទទៅដល់ពុកម៉ែបងប្អូនមិនថាពុកម៉ែបងប្អូនអ្នកស្រុកកកឬមួយក្នុងខេត្តពោធិ៍សាត់ទេឬមួយក៏ពុកម៉ែបងប្អូនដែលធ្វើដំណើរឆ្លងកាត់នៅខេត្តពោធិ៍សាត់ទេសូមពុកម៉ែបងប្អូនចូលរួមគ្នាបាទដើម្បីសម្អាតបរិស្ថានឲ្យបានស្អាតទាំងអស់គ្នាបើសិនជាពុកម៉ែបងប្អូនបោះសម្រាមឬចោលសម្រាមចោលនោះបរិស្ថានរបស់យើងអត់ស្អាតទេដូចនេះសូមមេត្តាពុកម៉ែបងប្អូនជួយរួមគ្នាទាំងអស់គ្នាបាទហើយឯកឧត្តមខូចរដាអភិបាលនៃគណៈបាលខេត្តពោធិ៍សាត់លោកក៏បានមានប្រសាសន៍បាទដើម្បីពុកម៉ែបងប្អូនយើងជួយទប់ស្កាត់សម្រាមបាទដូចនេះសូមអញ្ជើញពុកម៉ែបងប្អូនស្ដាប់ប្រសាសន៍បាទរបស់ថ្នាក់ដឹកនាំយើងដូចតទៅខឹងយើងចាត់ការទៅបោះទៅខ្ញុំគាំទ្រអ្នកឯងចោលសារ៉ាមិនគេរឹកគេមើងងាយជិះម៉ូតូអត់បោះភ្លុកជាប់ទ្រូងផ្លូវអាហ្នឹងក៏តាមចាប់ដែរសូមថ្នាក់ស្រុកមានបន្ទុកក៏កម្លាំងចិត្តការលើកទឹកចិត្តផ្ដល់កម្លាំងចិត្តរបស់អាដាមប្រធានគឺមានជាប្រចាំគឺផ្ដល់សិទ្ធិអំណាចជាច្រើនដើម្បីប្រគល់ជូនមកខ្ញុំដើម្បីចាត់ការកូនចៅខេត្តពោធិ៍សាត់ដើម្បីអភិវឌ្ឍខេត្តឲ្យថ្នាក់ដឹកនាំគ្រប់ដំណាក់ថ្នាក់ទាំងអស់ដែលមានវត្តមាននៅទីនេះក៏ដូចជាអង្គពិធីទាំងមូលសូមមានសុខភាពល្អបរិបូរណ៍និងសម្រេចជោគជ័យគ្រប់ភារកិច្ចទាំងអស់សូមគោរពអរគុណបាទជាចុងក្រោយផងដែរក៏សូមគោរពពុកម៉ែបងប្អូនបានមេត្តាជួយចុច Subscribe លើ Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីឲ្យខ្ញុំបាទបានធ្វើវីដេអូថ្មីៗបន្តទៀតជូនពុកម៉ែបងប្អូនដូចនេះខ្ញុំបាទក៏សូមគោរពអរគុណច្រើននិងសូមគោរពលា